គ្នានេះគឺជាដំណើរកំសាន្តលក្ខណៈគ្រួសាររបស់ខ្ញុំដែលធ្វើដំណើរចេញពីក្រុងបរសេនុឆ្ពោះទៅកាន់ស្រុកវាលវែងដែលកាលពីវីដេអូភាគទី1បងប្អូនបានទស្សនាហើយដែលខ្ញុំបានធ្វើត្រឹមខេត្តកោះកុងនិយាយរួមទៅគឺពីកំពង់សោមមកត្រឹមខេត្តកោះកុងហើយនេះគឺជាវីដេអូភាគទី2ដែលខ្ញុំធ្វើដំណើរបន្តចេញពីខេត្តកោះកុងឆ្ពោះទៅកាន់ស្រុកវាលវែងខេត្តពោធិ៍សាត់តែម្ដងអញ្ចឹងហើយសូមបងប្អូនចូលរួមទស្សនាទាំងអស់គ្នាដោយមេត្រីភាពនិងសូមជួយ Subscribe Channel របស់ខ្ញុំបាទមួយផងដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបន្ថែមទៀតនិងទទួលបានវីដេអូថ្មីពីខ្ញុំតទៀតអញ្ចឹងហើយសូមបងប្អូនចូលរួមទស្សនាដូចតទៅបាទនេះគឺជាផ្លូវដែលយើងឆ្ពោះចេញពីខេត្តកោះកុងមកកាន់ស្រុកវាលវែងខេត្តពោធិ៍សាត់និយាយទៅនេះគឺជាផ្លូវជាតិលេខ10ដែលយើងត្រូវធ្វើដំណើរចម្ងាយ100គីឡូជាងដែលឆ្ពោះពីខេត្តកោះកុងទៅដល់ស្រុកវាលវែងនិយាយគឺត្រឹមរង្វង់មូលប្រម៉ោយស្រុកវាលវែងតែចំណែកឯការធ្វើដំណើរគឺចាយពេលប្រហែលជា2ម៉ោងជាងអាច2ម៉ោងកន្លះតាមការធ្វើដំណើរយឺតឬក៏លឿនរបស់បងប្អូនហើយត្រង់នេះគឺខ្ញុំឃើញទឹកស្ទឹងនឹងស្អាតបដោយស្ទឹងហ្នឹងហូរកាត់ពីទឹកធ្លាក់ដំណាក់ក្បូនមកពីស្ទឹងដំណាក់ក្បូនមកគឺខ្ញុំឃើញវាស្អាតតិចអញ្ចឹងហើយទើបខ្ញុំឈប់ថតយកទេសភាពត្រង់នេះឲ្យចែកជូនឲ្យបងប្អូនបានទស្សនាខ្លះដោយសារទីនេះគឺស្អាតមែនតើបើសិនជាបងប្អូនមកដល់ត្រឹមនេះបងប្អូនអាចឈប់សម្រាប់បន្តិចឬក៏ចុះថតយករូបភាពបន្តិចដោយសារតែទឹកស្ទឹងនេះគឺស្អាតមែនតើហើយស្ពានត្រង់នេះគឺជាស្ពានខ្ពស់មួយដែរប៉ុន្តែមិនមែនជាស្ពានឫស្សីជ្រុំដែលមានកម្ពស់90ម៉ែត្រខ្ពស់ជាងគេនៅប្រទេសកម្ពុជាយើងទេគ្រាន់តែជាស្ពានខ្ពស់មួយដែរនៅក្នុងផ្លូវជាតិលេខ10នេះតាមបណ្ដោយផ្លូវជាតិលេខ10នេះហើយត្រង់នេះគឺជាទឹកធ្លាក់ដំណាក់ក្បូនដោយសារតែឃើញទេសភាពស្អាតខ្លាំងពេកទឹកជ្រោះនេះមានសភាពស្អាតខ្លាំងពេកខ្ញុំក៏ឈប់បន្តិចហើយផ្ដិតយកទេសភាពចែកជូនបងប្អូនទស្សនាដោយសារតែមានទឹកធ្លាក់ច្រើនដំណាក់ហើយมันមានទឹកហូរខ្លាំងពេកទឹកហូរល្មមដោយសារតែខែនេះមិនមែនជាខែវស្សាបើជាខែវស្សាវិញគឺទឹកហូរខ្លាំងហើយមានសភាពធំជាងនេះដោយសារតែខែប្រាំងអញ្ចឹងទឹកធ្លាក់មិនសូវជាធំខ្លាំងទេហើយទឹកក៏ហូរល្មមយើងអាចងូតលេងកម្សាន្តហើយឃើញទឹកថ្លាល្អក៏ឆ្លៀតងូតលេងកម្សាន្តជាមួយនឹងកូនបន្តិចទៅដោយសារតែការធ្វើដំណើរឆ្ងាយដែរតាំងពីកំពង់សោមមករហូតមកដល់ទីនេះខ្ញុំមកដល់ទៅចំណុចនេះគឺខ្ទង់ម៉ោងប្រហែលជា3កន្លះឬក៏4ល្ងាចប្រហែលជា4ល្ងាចហើយអញ្ចឹងហើយក៏ឈប់ងូតទឹកលេងបន្តិចទៅឲ្យវាត្រជាក់ខ្លួនស្រួលហើយចាំធ្វើដំណើរបន្តទៅទៀតបន្ទាប់ពីងូតទឹកលេងត្រជាក់ខ្លួនរួចរាល់ហើយក៏បន្តដំណើរចេញមកទៀតហើយក៏មកដល់វាល3ត្រង់នេះគឺនៅទឹកដីកោះកុងនៅឡើយទេបងប្អូនវាល3នេះដោយសារតែឃើញទេសភាពស្អាត
នៅពេលដែលថ្ងៃរៀបលិចហ្នឹងទេសភាពជះមកគឺស្អាតខ្លាំងមែនតើបងប្អូនអញ្ចឹងហើយទើបខ្ញុំឈប់ថតយកទេសភាពបន្តិចដើម្បីចែកជូនបងប្អូនទស្សនាដោយសារតែស្អាតខ្លាំងមែនតើបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានត្រង់នេះខ្ញុំអត់ដាក់ speed ច្រើនទេដោយសារតែចង់ឲ្យបងប្អូនទស្សនាទេសភាពត្រង់នេះព្រោះវាស្អាតហួសពីការថ្លែងមិនចាញ់នៅខាងរតនគិរីមណ្ឌលគិរីទេនៅពេលនេះគឺថ្ងៃរៀបលិចខ្ទង់ម៉ោង 5 ហើយបងប្អូនអញ្ចឹងសូមបងប្អូនទស្សនាដោយរីករាយទេសភាពនៅវាល3នេះបន្តមកទៀតយើងធ្វើដំណើរបន្តមកដល់ស្ពានតេជោសន្តិភាពឫស្សីជ្រុំដោយតែបងប្អូនបានឃើញនៅក្នុងផ្លាកនេះហើយឈ្មោះពេញគឺស្ពានតេជោសន្តិភាពឫស្សីជ្រុំដែលមានកម្ពស់ខ្ពស់ជាងគេនៅប្រទេសកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះគឺកម្ពស់90 ម៉ែត្រហើយក៏បានឈប់ថតរូបលេងកម្សាន្តមើលទេសភាពបន្តទៀតរួចហើយទៅបន្តដំណើរចេញពីស្ពានឫស្សីជ្រុំនេះឆ្ពោះទៅកាន់ទីប្រជុំជនឃុំប្រម៉ោយស្រុកវាលវែងតែម្ដងបន្ទាប់មកយើងក៏ធ្វើដំណើរចេញពីស្ពានឫស្សីជ្រុំឆ្ពោះទៅកាន់ស្រុកវាលវែងតែម្ដងនៅរង្វង់មូលឃុំប្រម៉ោយនៅបន្តិចទៀតនេះហើយវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាពីភាគ1រហូតមកដល់ភាគ2នេះជាចុងក្រោយសូមបងប្អូនជួយ Subscribe Like វីដេអូដើម្បីជាកម្លាំងចិត្តសម្រាប់ការធ្វើវីដេអូបន្ថែមទៀតសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់សូមជម្រាបលាជូនពរសំណាងល្អទាំងអស់គ្នា